យឧត្តមខ្វាយអតីតជាមន្ត្រីនាំពាក្យក្រសួងបរិស្ថានបានឲ្យដឹងថាក្រសួងបរិស្ថានបាននឹងកំពុងជំរុញការបណ្ដោះកូនឈើចម្រុះនិងដាំបន្លែនៅតាមថ្នាលបណ្ដោះកូនឈើថ្នាក់តំបន់ចំនួន5កន្លែងធំៗរួមមាននៅខេត្តត្បូងឃ្មុំកំពង់ស្ពឺសៀមរាបមណ្ឌលគិរីនិងខេត្តកោះកុងជាមួយលោកគ្រូអ្នកគ្រូសិស្សានុសិស្សនិងប្រជាពលរដ្ឋនៅតាមសហគមន៍មូលដ្ឋានដើម្បីចែកជូនកូនឈើជូនប្រជាពលរដ្ឋយកទៅដាំនិងផលិតបន្លែសុខភាពជួយផ្គត់ផ្គង់គ្រួសារប្រជាពលរដ្ឋនៅតាមមូលដ្ឋានផ្ដល់ស្បៀងសម្រាប់សមរភូមិជួរមុខនិងជួយជនភៀសសឹកក្នុងតម្រូវការចាំបាច់ណាមួយការថ្លែងបែបនេះបានធ្វើឡើងនៅក្នុងកម្មវិធីចែករំលែកចំណេះដឹងលើការដាំកូនឈើនិងដាំបន្លែនៅថ្នាលបណ្ដោះកូនឈើថ្នាក់តំបន់ខេត្តកំពង់ស្ពឺដែលស្ថិតនៅក្នុងភូមិត្រពាំងឈ្មៀឃុំតាសាលស្រុកអូរ៉ាល់ខេត្តកំពង់ស្ពឺនៅថ្ងៃទី29ខែធ្នូឆ្នាំ2025ជាមួយលោកគ្រូអ្នកគ្រូសិស្សានុសិស្សយុវជនកៃរិតកម្ពុជាយុវជនកាកបាទក្រហមសហភាពសហព័ន្ធយុវជនកម្ពុជារួមទាំងអាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋជាច្រើនអ្នកទៀតលោកច័ន្ទថេតថានុរៈប្រធានមន្ទីរខេត្តកំពង់ស្ពឺបានបញ្ជាក់ថាកម្មវិធីនេះក្នុងស្មារតីបណ្ដុះពន្លកបៃតងជំរុញការដាំដុះកូនឈើនិងបន្លែនៅតាមមូលដ្ឋានជួយបង្កើនគម្របបៃតងនៅតាមសាលារៀនវត្តអារាមនិងទីសាធារណៈនានានិងនៅតាមព្រៃសហគមន៍តំបន់ការពារធម្មជាតិជាពិសេសក្នុងស្មារតីខ្មែរជួយខ្មែររួមសាមគ្គីគ្នាជួយដល់សមរភូមិមុខសូមបញ្ជាក់ថាស្របតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិតពេជ្រច័ន្ទមុនីហ៊ុនម៉ាណែតអគ្គស្នងការសមាគមកៃរិតនារីកម្ពុជាលើចរណាយើងរួមគ្នាដើម្បីជាតិក្រសួងបរិស្ថានបានជំរុញសកម្មភាពពន្លកបៃតងជាមួយសិស្សានុសិស្សលោកគ្រូអ្នកគ្រូអាជ្ញាធរនិងប្រជាពលរដ្ឋនៅតាមសហគមន៍មូលដ្ឋាននាំគ្នាបណ្ដុះកូនឈើព្រៃឈើហូបផ្លែនិងដាំបន្លែនៅតាមថ្នាលបណ្ដុះកូនឈើដើម្បីចែកជូនប្រជាពលរដ្ឋដាំជួយបង្កើនគម្របបៃតងនៅកម្ពុជាប្រមូលផលសម្រាប់បង្កើនជីវភាពរស់នៅរបស់គ្រួសារនិងមួយចំនួនទុកជូនវីរៈកងទ័ពដែលកំពុងឈរជើងការពារទឹកដីនិងប្រជាពលរដ្ឋកំពុងភៀសសឹកនៅតាមបន្ទាត់ព្រំដែនកម្ពុជាថៃ